ស្ថានទូតឥណ្ឌាប្រចាំកម្ពុជានិងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបូគ្រីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអនុវត្តគម្រោងដែលផ្ដល់ផលរហ័សដើម្បីបង្កើតបន្ទប់សន្និសីទវីដេអូពីចម្ងាយនិងធ្វើទំនើបមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនីដែលមានគោលដៅលើកកម្ពស់ការអប់រំបែប Digital ការផ្លាស់ប្ដូរការសិក្សាតាមប្រព័ន្ធនិម្មិតនិងការអនុវត្តជាក់ស្ដែងសម្រាប់និស្សិតនិងសាស្ត្រាចារ្យលោក Venugopalan Nabawalong ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងថាវិស័យអប់រំបច្ចេកវិទ្យានិងការអភិវឌ្ឍធនធានមនុស្សបានក្លាយជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរលោកបានថែមថាឥណ្ឌានៅតែបដិញ្ញាគាំទ្រស្ថាប័នដែលបណ្ដុះបណ្ដាលយុវជនឲ្យមានចំណេះដឹងនិងជំនាញដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានគូបញ្ជាក់ថាទំនាក់ទំនងរវាងឥណ្ឌានិងកម្ពុជាមានឫសគល់ឲ្យធរជាច្រើនសតវត្សតាមរយៈសាសនានិងវប្បធម៌ជាពិសេសបេតិកភណ្ឌព្រះពុទ្ធសាសនាលោកចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមូលដ្ឋានសម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឥណ្ឌាបានអនុវត្តគម្រោង CAPE ចំនួន74នៅកម្ពុជាដែល55គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យខណៈ19គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តស្របតាមអាទិភាពអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជានៅតែជាដៃគូដ៏សំខាន់ក្រោមនយោបាយឆ្ពោះទៅទីខាងកើតនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គគំគារបស់ឥណ្ឌា